បុរសម្នាក់នោះបានដើរជន់មុខកាំបិតដោយអចេតនាអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺវាបានកាត់ឃ្លីស្បែកជើងប្រយុទ្ធរបស់គាត់យ៉ាងងាយស្រួលអ្វីដែលធ្វើឲ្យគាត់ងឿងឆ្ងល់បំផុតនោះគឺសម្ភារៈនៃមុខកាំបិតនោះច្បាស់ជាមិនមែនជារបស់ភពផែនដីឡើយគាត់បានព្យាយាមទាញមុខកាំបិតនោះមករកខ្លួនឯងដោយប្រើថាមពលផ្លូវចិត្ត telekinesis ប៉ុន្តែគាត់បានរកឃើញថាវាពិបាកខ្លាំងណាស់មុខកាំបិតស្ដើងនោះមិនដឹងជាយ៉ាងម៉េចបែរជាមានទម្ងន់ជិត 10000 តោនទៅវិញរំពេចនោះមុខកាំបិតបានធ្លាក់បោកទង្គិចទៅនឹងដីដោយបន្សល់ទុកនៅរណ្ដៅយ៉ាងធំមួយនៅខណៈពេលដែលគាត់បានឃើញអាវុធដែលធ្វើឡើងពីសម្ភារៈមិនធ្លាប់ស្គាល់បែបនេះ Frank ក៏បានដឹងភ្លាមថាវាអាចជាអាវុធមកពីអាអធរក្រៅភពដើម្បីសាកល្បងឥទ្ធិពលរបស់វាគាត់បានបញ្ជាកាំបិតហោះដ៏ល្អបំផុតមួយរបស់គាត់ភ្លាមឲ្យទៅបុកទង្គិចនឹងមុខកាំបិតនោះអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលគឺកាំបិតហោះនោះមិនអាចទល់នឹងវាបានតតែសោះដោយមិនទាំងបង្កើតឲ្យមានសម្លេងផ្ទុះ Sonic Boom ផងវាត្រូវបានកិនកំទេចខ្លាយជាធូលីដីបន្ទាប់មកគាត់បានកោះហៅពាសដែកមាសខ្មៅដែលខ្លាំងបំផុតនៅលើផែនដីដើម្បីសាកល្បងដែនកំណត់របស់មុខកាំបិតនោះប៉ុន្តែលទ្ធផលនៅតែធ្វើឲ្យគាត់រន្ធត់ចិត្តដដែលក្នុងពេលត្រឹមតែ2វិនាទីពាសដែកនោះបានរលាយខ្លាយជាវត្ថុរៅបន្ទាប់ពីបានឃើញអំណាចបំផ្លិចបំផ្លាញដ៏គួរឲ្យភ័យខ្លាចរបស់មុខកាំបិតនេះ Frank មានចិត្តត្រេកអរជាខ្លាំងមានអាវុធនេះនៅក្នុងដៃគាត់មិនខ្លាចជាញើសអ្នកណាទាំងអស់សូម្បីតែអ្នកប្រយុទ្ធលេខ1នៅក្នុងលោកដូច្នេះគាត់ក៏បានយកអាវុធដ៏មានអានុភាពដូចព្រះនេះធ្វើជារបស់ខ្លួនដោយក្តីរីករាយហើយការរកឃើញដោយមិននឹកស្មានដល់នេះបានធ្វើឲ្យគាត់ជឿជាក់ថាដីនៅក្រោមជើងរបស់គាត់ប្រហែលជាកំពុងលាក់ទុកនៅកំណប់ទ្រព្យឲ្យក្រៅភពរាប់មិនអស់ដូច្នេះគាត់ក៏បានបន្តរុករកឲ្យកាន់តែជ្រៅទៅក្រោមដីដោយមិនបានដឹងថារាល់សកម្មភាពដែលគាត់បានធ្វើគឺត្រូវបានណែនាំដោយចិត្តនាពីនរណាម្នាក់នៅពីក្រោយឆាកនោះទេនៅពេលដែលការឃុំកាន់តែជ្រៅថាមពលចម្លែកដែលនៅជុំវិញខ្លួនគាត់ក៏កាន់តែមានឥទ្ធិពលឡើងដែលវាបានធ្វើឲ្យជំនឿរបស់ Frank កាន់តែរឹងមាំថាមានអាថ៌កំបាំងដ៏រន្ធត់មួយត្រូវបានលាក់ទុកនៅក្រោមផ្ទៃដីមិនយូរប៉ុន្មានក្រោយមកដុំថ្មដ៏ធំពីរបានរងស្ទះផ្លូវរបស់គាត់ហាក់ដូចជាពួកវាមានចិត្តណាលាក់បាំងអ្វីមួយបន្ទាប់ពីស្កែនតំបន់នោះដោយរលកសំឡេងគាត់បានរកឃើញលំហដ៏ធំទូលាយមួយនៅពីក្រោយពួកវានៅខណៈពេលដែលគាត់បានរំកិលដុំថ្មទាំងនោះចេញទិដ្ឋភាពនៅចំពោះមុខបានធ្វើឲ្យគាត់ស្រឡាំងកាំងទាំងស្រុងនៅចម្ងាយ 10000 ម៉ែត្រក្រោមដីមានទ្វារដែកដ៏ធំសម្បើមមួយដែលមិនដូចអ្វីដែលគាត់ធ្លាប់បានឃើញពីមុនមកឡើយតើនេះអាចជាកំទេចកំទីនៃអាអធរបុរាណដែលមិនធ្លាប់ត្រូវបានរកឃើញនៅលើផែនដីពីមុនមកមែនទេដើម្បីមើលឲ្យកាន់តែច្បាស់គាត់បានលោតសំដៅទៅរកទ្វារនោះបើប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធដ៏ធំធេងនិងខ្ពស់តដែតរបស់វាគាត់មើលទៅហាក់ដូចជាស្រមោចមួយក្បាលអញ្ចឹងទិដ្ឋភាពនេះបានធ្វើឲ្យ Frank មានការរាក់រែកប្រសិនបើមានគ្រោះថ្នាក់លាក់កំបាំងនៅខាងក្នុងគាត់ប្រហែលជាមិនអាចដោះស្រាយវាបានតែម្នាក់ឯងនោះទេដូច្នេះគាត់ក៏បានព្យាយាមជូនដំណឹងដល់មិត្តភ័ក្តិរបស់គាត់ភ្លាមប៉ុន្តែបែរជាដឹងថារាល់សញ្ញាទាំងអស់ត្រូវបានរំខាននិងកាប់ផ្ដាច់ទាំងស្រុងបន្ទាប់ពីមានការរាក់រែកមួយផ្លែត Frank នៅតែមិនអាចទប់ទល់នឹងការលំបួងចិត្តបានគាត់បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដើរចូលទៅក្នុងចន្លោះបើកចំហនៃរចនាសម្ព័ន្ធដែកនោះប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់ពីចូលទៅខាងក្នុងក្លិនដ៏សាមមួយបានទាក់ទាញចំណាប់អារម្មណ៍របស់គាត់នៅពេលដែលគាត់ដើរតាមក្លិននោះគាត់ត្រូវបាននាំទៅដល់មាត់ជ្រោះមួយដោយមិននឹកស្មានដល់ហើយអ្វីដែលគាត់បានឃើញបន្ទាប់បានធ្វើឲ្យគាត់រំភើបចិត្តយ៉ាងខ្លាំងរហូតដល់ឆ្កួតវង្វេង Mitchell Woodgold ដែលអាចទិញភពផែនដីទាំងមូលបានដោយគ្រាន់តែមួយដុំនោះត្រូវបានរីប៉ាយនៅលើដីដូចជាសម្រាមគាត់បានរាប់ពួកវាដោយយកចិត្តទុកដាក់គឺមានចំនួន289ដុំពិតមែនប្រសិនបើព័ត៌មាននេះដឹងងាយដល់ខាងក្រៅវាច្បាស់ជាធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដូច្នេះគាត់ក៏បានប្រមូលមាសឈើទាំងនោះដាក់ក្នុងកាតាបស្ពាយរបស់គាត់យ៉ាងលឿនរួចបន្តដំណើរទៅមុខទៀតភ្លាមនោះអារម្មណ៍នៃគ្រោះថ្នាក់ដ៏ខ្លាំងក្លាមួយបានវាយប្រហារមកលើគាត់ពីខាងក្រោយគាត់បានងាកក្រោយភ្លាមហើយបានឃើញសត្វមានជីវិតដ៏ធំសម្បើមមួយដែលមានកម្ពស់ជាង8ម៉ែត្រមានរាងកាយជាម៉ាស៊ីនកំពុងឈរយ៉ាងស្ងៀមស្ងាត់ដូចជាព្រះបុរាណសំណាងល្អវាគ្មានសញ្ញានៃជីវិតនោះទេប៉ុន្តែសូម្បីតែសម្ពាធដែលភីចេញពីសាកសពរបស់វាដាច់ដោយឡែកក៏គ្រប់គ្រាន់ដើម្បីធ្វើឲ្យ Frank មានការតក់ស្លុតដែរមិនយូរប៉ុន្មានគាត់បានរកឃើញថាមិនមែនមានសាកសពបែបនេះតែមួយនោះទេប៉ុន្តែមានរហូតដល់ទៅ88នាក់ឯណោះតើពួកវាមានប្រភពមកពីណាតើពួកវាមានអំណាចខ្លាំងប៉ុណ្ណានៅពេលដែលមានជីវិតគ្មាននរណាម្នាក់ដឹងឡើយរាល់អ្វីទាំងអស់នៅតែជាអាថ៌កំបាំងដោយប្រាជ្ញាចិត្តស្វែងរកការពិត Frank ទីបំផុតបានទៅដល់ផ្នែកនៃចម្លែកមួយបានបន្លឺឡើងយឺតកាត់តាមភាពងឹត Frank ទីបំផុតឯងបានមកដល់ហើយនៅពេលនោះឯងដំណាក់ដែកទាំងមូលក៏មានជីវិតរស់ឡើងវិញភ្លាមតែម្ដង